ពិធីបិទការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តឆ្នាំ2024-2025 5 ខែមីនាឆ្នាំ2025ឯកឧត្តមហ៊ុនភក្តីអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺអញ្ជើញជាអធិបតីភាពក្នុងពិធីបិទការប្រកួតកីឡាបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តឆ្នាំសិក្សា2024-2025 ព្រមទាំងមានការអញ្ជើញចូលរួមពីលោកស្រីប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តកងកម្លាំងទាំង3លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សជាច្រើនទៀតពិធីនេះដែរប្រពធ្វើនៅមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ស្ពឺជាក្នុងឱកាសនោះដែរឯកឧត្តមហ៊ុនភក្តីអភិបាលរងខេត្តបានសម្ដែងនឹងការកោតសរសើរដោយស្មោះចំពោះកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់លោកស្រីនិងប្រតិភូកីឡាតាមបណ្ដាក្រុងស្រុកនិងបានរៀបចំក្រុមកីឡារបស់ខ្លួនក្នុងការចូលរួមប្រកួតរយៈពេល3ថ្ងៃកន្លងមកនេះព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមលោកអង្ញាលោកជំទាវលោកស្រីជាសប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភគាំទ្រជាសម្ភារៈថវិកាដល់ក្រុមកីឡាករកីឡាការិនីធ្វើឲ្យការប្រកួតនេះមានដំណើរការរហូតមកដល់ពេលនេះក្នុងការរួមចំណែកលើកស្ទួយដល់វិស័យកីឡារបស់យើងនិងក៏ដូចជាការលើកកម្ពស់កិត្យានុភាពខេត្តកំពង់ស្ពឺរបស់យើងឯកឧត្តមបានកោតសរសើរនិងមានតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំការប្រកួតអង្គភាពពាក់ព័ន្ធអាជ្ញាធរមានសមត្ថកិច្ចប្រតិភូកីឡាក្រុងស្រុកដែលបានសហការគ្នារៀបចំការប្រកួតនេះឲ្យប្រព្រឹត្តទៅដោយរលូនទៅតាមការគ្រោងទុកប្រកបដោយភាពជោគជ័យនិងបរិយាកាសសប្បាយរីករាយនិងសូមថ្លែងអំណរគុណនិងកោតសរសើរចំពោះប្រតិភូគ្រប់បង្វឹកកីឡាករកីឡាការិនីទាំងអស់ដែលបានចូលរួមនិងខិតខំប្រឹងប្រែងប្រកួតអស់ពីសមត្ថភាពគ្រប់បាននៅប័ណ្ណបញ្ជានៃការប្រកួតដែលបានចូលរួមនិងខិតខំប្រឹងប្រែងប្រកួតអស់ពីសមត្ថភាពគ្រប់នៅប័ណ្ណបញ្ជានៃការប្រកួតទទួលបានលទ្ធផលល្អប្រសើរនិងកោតសរសើរចំពោះគណៈកម្មការបច្ចេកទេសទាំងអស់ដែលបានដឹកនាំនិងគ្រប់គ្រងការប្រកួតស្របតាមគោលការណ៍បច្ចេកទេសប្រកបដោយយុត្តិធម៌និងតម្លាភាពហើយរកឃើញនៅកីឡាករកីឡាការិនីឆ្នើមដែលទទួលបានជ័យលាភីនៃការប្រកួតឯកឧត្តមបានបន្តទៀតថាវិស័យអប់រំកាយនិងកីឡាបានរួមចំណែកលើកកម្ពស់សុខភាពនិងសុខុមាលភាពសិស្សនិស្សិតប្រជាជនគ្រប់រូបហើយទទួលបាននូវការចាប់អារម្មណ៍ចូលរួមគាំទ្រយ៉ាងច្រើនពីយុវជនជាពិសេសលទ្ធផលនៃការប្រកួតជាលក្ខណៈជាតិនិងអន្តរជាតិមានការប្រែប្រួលជាវិជ្ជមានទទួលបានការអបអរសាទរពីមហាជននិងរាជរដ្ឋាភិបាលកាត់បន្ថយភាពអសកម្មផ្សេងៗក្នុងសង្គមជាអាចការប្រើប្រាស់គ្រឿងញៀនកីឡាគឺជាផ្នែកសំខាន់មួយក្នុងកម្មវិធីសិក្សារបស់សាលានិងសិស្សានុសិស្សព្រោះអាចជួយឲ្យពួកគាត់ធ្វើការងារជាក្រុមមានភាពជាអ្នកដឹកនាំក្នុងការអនុវត្តការសិក្សាបង្កើនការគោរពខ្លួនឯងការគ្រប់គ្រងពេលវេលាមានទំនុកចិត្តមានវិន័យមានកាយសម្បទារឹងមាំទំនាក់ទំនងសង្គមបានល្អការលូតលាស់ប្រកបដោយសុខភាពល្អសុខភាពផ្លូវចិត្តការអភិវឌ្ឍសង្គមគ្រប់គ្រងអារម្មណ៍មានការតស៊ូអត្ថប្រយោជន៍សុខភាពផ្លូវកាយបង្កើនការអត់ធ្មត់អភិវឌ្ឍជំនាញជីវិតធ្វើឲ្យដំណេកប្រសើរឡើងកម្រិតធម៌ពលប្រសើរឡើងកាត់បន្ថយភាពតានតឹងសក្ខីភាពរាងកាយនិងលើកកម្ពស់ការច្នៃប្រឌិតព្រោះប្រសិនបើសិស្សានុសិស្សរក្សាអារម្មណ៍និងរាងកាយឲ្យមានសុខភាពល្អពួកគេអាចផ្ដោតអារម្មណ៍លើការសិក្សារបស់ពួកគេបានយ៉ាងងាយស្រួលបង្កើតទំនុកចិត្តស្មារតីប្រុងប្រយ័ត្ននិងការជឿជាក់លើខ្លួនឯងផងដែរ